ហើយរងការរិះគន់រឿងផ្ដាល់មូលដ្ឋានទ័ពឲ្យអាមេរិកវាយប្រហារលើអ៊ីរ៉ង់តើថៃកំពុងលូកដៃនៅក្នុងសង្គ្រាមឲ្យឆាំបូពីឬកាសែត The Nation Thailand បានទម្លាយថាអាមេរិកស្នើសុំប្រើប្រាស់អាកាសយានដ្ឋានអ៊ូតាផៅដើម្បីធ្វើជាមូលដ្ឋានវាយប្រហារលើប្រទេសអ៊ីរ៉ង់របាយការណ៍ឲ្យដឹងថាឯកអគ្គរដ្ឋទូតអាមេរិកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុទានកាលពីថ្ងៃទី4ខែមិនិនាទោះបីជារដ្ឋមន្ត្រីការបរទេសថៃបកស្រាយថាគ្រាន់តែជាការសម្របសម្រួលបច្ចេកទេសដូចជាការចាក់ប្រេងនិងការហោះហើរកាត់ដែនអាកាសប៉ុន្តែលោកមិនបានបដិសេធចំនៅសំណើនេះឡើយរដ្ឋាភិបាលថៃបានយកលេសសុវត្ថិភាពរបស់ពលរដ្ឋខ្លួន100,000នាក់ដើម្បីគេចវេះពីការរិះគន់ប៉ុន្តែអ្នកវិភាគយល់ឃើញថាភាសាការទូតដ៏ទន់ភ្លន់នេះប្រៀបដូចជាចចកពាក់ស្បែកជៀមដែលព្យាយាមបិទបាំងគម្រោងអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីថៃជាទីតាំងយោធារឿងនេះកំពុងធ្វើឲ្យអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈដែលជំហររបស់ថៃចាប់ផ្ដើមអស់ភាពស្រពេចស្រពិលហើយ